ហេតុអ្វីត្រូវនិយាយដល់ភាពអស្ចារ្យនៃការគិតធំមានសភៅរាប់រយពាន់ក្បាលវ៉ានបោះពុម្ពនៅក្នុងឆ្នាំនេះចុះហេតុអ្វីបានជាត្រូវមានសៀវភៅមួយនេះទៀតអនុញ្ញាតឲ្យខ្ញុំអធិប្បាយអំពីអតីតភាពជូនលោកអ្នកបានស្ដាប់បន្តិចអស់ពេលជាច្រើនឆ្នាំមកហើយនៅក្នុងគ្រាមួយខ្ញុំបានឃើញការប្រជុំពិភាក្សាគ្នាអំពីការលក់ដ៏គួរចាប់អារម្មណ៍គួរចាប់ចិត្តបំផុតប្រធានគ្រប់គ្រងដែលទទួលខុសត្រូវផ្នែកលក់របស់ក្រុមហ៊ុនមានអារម្មណ៍រំភើបយ៉ាងខ្លាំងគាត់ចង់ប្រាប់អ្វីម្យ៉ាងដល់សមាជិកអង្គប្រជុំនៅក្បែរគាត់មានបុគ្គលិកផ្នែកលក់ជាថ្នាក់ដឹកនាំម្នាក់របស់ក្រុមហ៊ុនឈរនៅទីនោះបរិសម្នាក់នោះមើលទៅរូបរាងមុខមាត់ជាមនុស្សធម្មតាបំផុតប៉ុន្តែយ៉ាងណាក៏ដោយគាត់អាចរកប្រាក់ពីការលក់នៅក្នុងឆ្នាំកន្លងមកដល់ទៅ$2 លាននៅក្នុងខណៈដែលចំណូលរបស់បុគ្គលិកផ្នែកលក់ដតីនោះរកបានប្រហែលជា$40,000ប៉ុណ្ណោះក្នុងមួយឆ្នាំប្រធានគ្រប់គ្រងនិយាយអំពីវិធីឲ្យជ័យប្រណាំងប្រជែងនៅកន្លែងអង្គប្រជុំថាខ្ញុំចង់ឲ្យពួកយើងទាំងអស់គ្នាមើលទៅ Harry ឲ្យបានច្បាស់ហើយសាកល្បងសួរខ្លួនឯងថា Harry មានអ្វីដែលពួកយើងគ្មាន Harry រកចំណូលបានច្រើនជាងចំណូលគិតជាមធ្យមរហូតដល់ទៅ5ដងតើ Harry ឆ្លាតជាងយើង5ដងមែនទេអត់ទេឬមកពីលទ្ធផលនៃការប្រឡងរបស់ Harry ដែលខ្ញុំបានត្រួតពិនិត្យមើលហើយបង្ហាញឲ្យឃើញថាគេធ្វើបានពិន្ទុស្មើនឹងពិន្ទុគិតជាមធ្យមរបស់បុគ្គលិកនៅក្នុងផ្នែកលក់ដែរឬ Harry ធ្វើការងារច្រើនលើសលប់ដល់ទៅ5ដងនៃការងាររបស់ពួកយើងក៏មិនមែនដែរពីរបាយការណ៍ដែលខ្ញុំមានតាមការពិត Harry សុំឈប់សម្រាកច្រើនជាងពួកយើងទៅទៀត Harry មានទីតាំងលក់ល្អជាងឬចម្លើយគឺអត់ទេអត្រាការលក់ខ្ពស់បំផុតនៅក្នុងម្ដងបើគិតជាមធ្យមក៏ស្មើនឹងតំបន់ផ្សេងដែរតើ Harry មានការសិក្សាល្អជាងឬសុខភាពល្អជាងឬគឺមិនមែនទាំងអស់ Harry មានអ្វីដូចគ្នាទៅនឹងបុគ្គលិកទូទៅដែរលើកលែងតែរឿងមួយភាពខុសប្លែកគ្នារវាង Harry និងពួកអ្នកគឺ Harry គិតធំជាងពួកអ្នក5ដងបន្ទាប់មកប្រធានគ្រប់គ្រងក៏និយាយបន្តដោយលើកបង្ហាញឲ្យឃើញថាភាពជោគជ័យទាំងនេះមិនមែនកំណត់ដោយទំហំនៃខួរក្បាលទេតែត្រូវកំណត់ដោយទំហំនៃគំនិតរបស់មនុស្សម្នាក់នោះរឿងនេះគឺជាគំនិតគួរឲ្យចាប់អារម្មណ៍ណាស់ហើយវាជាគំនិតស្ថិតនៅក្នុងចិត្តរបស់ខ្ញុំបើខ្ញុំកាន់តែបាននិយាយជាមួយនឹងមនុស្សម្នាច្រើនប៉ុណ្ណាក៏កាន់តែច្បាស់លាស់ច្រើនឡើងថាអ្វីទៅដែលនៅពីក្រោយភាពជោគជ័យឲ្យប្រកាសករណីមួយហើយមួយទៀតដែលកើតឡើងបានពិសោធន៍ឲ្យឃើញថាទំហំគណនេយ្យនៅក្នុងធនាគារទំហំសេចក្តីសុខនិងទំហំនៃចិត្តដែលពេញលេញជាទូទៅរបស់បុគ្គលម្នាក់នោះត្រូវកំណត់ដោយទំហំគំនិតរបស់មនុស្សម្នាក់នោះដែលមានភាពអស្ចារ្យនៅក្នុងការគិតធំបើការគិតធំអាចធ្វើឲ្យជោគជ័យពន់ពេកនោះហេតុអ្វីបានជាមនុស្សគ្រប់រូបមិនគិតបែបនោះទៅនេះជាសំណួរដែលខ្ញុំត្រូវសួរជាញឹកញាប់ចម្លើយខ្ញុំជឿថាបណ្ដាលមកពីយើងគ្រប់គ្នាជាផលិតផលរបស់គំនិតដែលនៅជុំវិញខ្លួនយើងជាងការដែលយើងដឹងច្បាស់ហើយគំនិតទាំងអស់នេះជាគំនិតតូចមិនមែនគំនិតធំទេអ្វីដែលនៅជុំវិញខ្លួនយើងទាំងអស់ជាសភាពបរិយាកាសដែលព្យាយាមរៀងផ្ទុកការស្រមើស្រមៃរបស់យើងបានទទួលពាក្យស្ទើរតែរាល់ថ្ងៃថាមានកន្លែងទំនេរសម្រាប់បុគ្គលិកថ្នាក់ក្រោមតែមានឱកាសតិចណាស់សម្រាប់តំណែងជាប្រធានគ្រប់គ្រងព្រោះហេតុនោះខំពុះពីសម្រាប់តំណែងដែលមានកន្លែងទំនេរនោះធ្វើអ្វីសភាពបរិយាកាសទាំងអស់នេះមានន័យបង្កប់ប្រាប់ឲ្យយើងដឹងថាអ្វីដែលត្រូវកើតវាត្រូវតែកើតនោះគឺជាចំណុចគោលដៅរបស់យើងនៅឃ្លាតឆ្ងាយពីការគ្រប់គ្រងរបស់យើងគឺចិត្តជាអ្នកកំណត់ទាំងអស់ដូច្នេះហើយចូលបំភ្លេចការស្រមើស្រមៃទាំងអស់នោះចោលបំភ្លេចផ្ទះល្អបំភ្លេចការសិក្សាពិសេសដែលអ្នកបានដាក់ផែនការសម្រាប់កូនបំភ្លេចជីវិតដែលល្អឡើងសុខចិត្តលះបង់តាមសម្រួលហើយរងចាំអ្វីដែលនឹងកើតឡើងជាមួយនឹងអ្នកប្រកាសជាធ្លាប់បានឮពាក្យថាភាពជោគជ័យគ្មានថ្ងៃមានតម្លៃសមទៅនឹងអ្វីដែលអ្នកលះបង់ទៅទេប្រៀបដូចជាអ្នកត្រូវលះបង់អ្វីគ្រប់យ៉ាងដូចជាទឹកចិត្តរបស់អ្នកជីវិតគ្រួសារអារម្មណ៍ខុសត្រូវល្អអាក្រក់របស់អ្នកនិងជំនឿរបស់អ្នកដើម្បីឈានឡើងឆ្ពោះទៅរកចំណុចខ្ពស់បំផុតតែតាមការពិត
ភាពជោគជ័យមិនត្រូវការតម្លៃអ្វីទាំងអស់គ្រប់ជំហានដែលឈានឆ្ពោះទៅខាងមុខមានតែផ្ដល់ផលតបស្នងប៉ុណ្ណោះមិនមានការប៉ັດដូចគ្នាថាមានកន្លែងទំនេរសម្រាប់តំណែងខ្ពស់តិចតួចណាស់និងការប្រកួតប្រជែងនៅក្នុងតំណែងការងារល្អមានច្រើនណាស់ប្រធានគ្រប់គ្រងឯកទេសខាងជ្រើសរើសបុគ្គលិកម្នាក់ប្រាប់ខ្ញុំថាគាត់បានទទួលពាក្យសុំចូលធ្វើការសម្រាប់តំណែងការងារធម្មតាប្រមាណពី50ឡើងដល់250ដងនៅក្នុងតំណែងដែលផ្ដល់ប្រាក់ខែគួរឲ្យចាប់អារម្មណ៍មានតំណែងការងារនៅទំនេររាប់មិនអស់រងចាំមនុស្សដូចជាអ្នកដែលហ៊ានគិតធំគោលការណ៍និងគំនិតជាមូលដ្ឋាននៃការគ្រប់គ្រងភាពអស្ចារ្យនៃការគិតធំមកពីអ្នកជំនាន់មុនដែលបានទទួលជោគជ័យបំផុតមកពីទឹកចិត្តដែលគិតល្អនិងគិតធំបំផុតដែលមានជីវិតរស់នៅក្នុងโลกនេះទឹកចិត្តដូចជាគ្រូដេវីតជាអ្នកនិពន្ធបានប្រាប់ថាមនុស្សដែលគិតអ្វីនៅក្នុងចិត្តគេនឹងคล้ายទៅជាយ៉ាងនោះឬក៏ទឹកចិត្តដូចជាម៉ូសានបាននិយាយថាអ្នកឆ្នាំកម្ពុជាគឺជាអ្នកដែលអាចមើលឃើញគំនិតជាអ្វីដែលអាចគ្រប់គ្រងពិភពលោកបានឬទឹកចិត្តដូចជា Milton ជាអ្នកសរសេរទុកនៅក្នុងសៀវភៅរឿង Paradise Lost ថាទឹកចិត្តជាអ្នកសាងខ្លួនវាផ្ទាល់ហើយនៅខាងក្នុងទឹកចិត្តនោះវាប្រហែលជាសាងឋានសួគ៌ឬក៏នរកក៏បានឬក៏ទឹកចិត្តដែលយល់ដល់ជីវិតបានគួរឲ្យចម្លែកដូចជា Shakespeare អ្នកដែលសង្កេតឃើញថាគ្មានអ្វីដែលល្អឬក៏អាក្រក់ទេលើកលែងតែកំណត់ធ្វើឲ្យវាទៅជាយ៉ាងនោះតែថាតើផុសតាងទាំងនោះមកពីណាយើងនឹងដឹងបានយ៉ាងម៉េចថាអ្នកគិតដល់ឆ្នាំទាំងអស់នោះគិតត្រូវផុសតាងមកពីជីវិតរបស់បុគ្គលដែលរស់នៅជុំវិញខ្លួនយើងអ្នកដែលបានទទួលជ័យជំនះនៅក្នុងជីវិតការងារនិងមានសេចក្តីសុខដែលជារឿងពិសោធន៍ឲ្យឃើញថាការគិតធំប្រើបានផលយ៉ាងអស្ចារ្យដំណាក់កាលងាយៗដែលយើងកំណត់ឡើងនៅក្នុងទីនេះមិនមែនជាទ្រឹស្ដីដែលមិនទាន់បានទទួលការធ្វើពិសោធន៍មិនមែនជាការទូទីស្មានឬមកពីទស្សនៈរបស់មនុស្សតែម្នាក់ឡើយប៉ុន្តែជាមធ្យោបាយនៃស្ថានភាពនៅក្នុងជីវិតដែលទទួលបានការធ្វើពិសោធន៍រួចហើយនិងជាដំណាក់កាលទូទៅដែលអាចយកមកអនុវត្តបានផលហើយបានផលយ៉ាងអស្ចារ្យថែមទៀតលោកអ្នកដែលកំពុងតែអានសៀវភៅត្រង់ទុកនេះជាការបង្ហាញថាអ្នកចាប់អារម្មណ៍អំពីភាពជោគជ័យដ៏ធំធេងអ្នកត្រូវការធ្វើឲ្យបំណងរបស់អ្នកក្លាយជាការពិតអ្នកត្រូវការឋានៈជីវភាពរស់នៅក្នុងកម្រិតខ្ពស់អ្នកត្រូវការឲ្យជីវិតនិងអ្វីៗទាំងអស់មានដល់អ្នកនិងគ្រួសារដែលអាចទទួលបានការចាប់អារម្មណ៍ទៅលើភាពជោគជ័យជាគុណសម្បត្តិយ៉ាងអស្ចារ្យដែលអ្នកមានអ្នកនៅតែមានគុណសម្បត្តិដែលគួរឲ្យលើកតម្កើងមួយប្រការទៀតនឹងតាមការពិតពេលដែលអ្នកកំពុងតែកាន់សៀវភៅនេះនៅក្នុងដៃបង្ហាញឲ្យឃើញថាអ្នកមានប្រភពព័ត៌មាននិងទិន្នន័យដែលត្រូវស្វែងរកហើយជាឧបករណ៍ដែលជួយនាំអ្នកទៅដល់កន្លែងដែលអ្នកត្រូវការទៅក្នុងការបង្កើតអ្វីមួយទោះជារថយន្តស្ពានឬកាំជ្រួចត្រូវតែប្រើឧបករណ៍មនុស្សភាគច្រើនដែលព្យាយាមបង្កើតភាពជោគជ័យនៅក្នុងជីវិតតែពួកគេភ្លេចថាមានឧបករណ៍ដែលអាចជួយគេបានអ្នកត្រូវសន្យាថានឹងមិនភ្លេចគុណសម្បត្តិមូលដ្ឋានគ្រឹះដ៏ចាំបាច់ដែលអ្នកនឹងទទួលបានប្រយោជន៍ពីសៀវភៅនេះគឺចង់បានភាពជោគជ័យដ៏ធំធេងជាងមុនព័ត៌មានច្បាស់លាស់ដែលអាចជួយជ្រើសរើសមធ្យោបាយដ៏ល្អប្រសើរព្រមទាំងឧបករណ៍ដែលអាចជួយឲ្យអ្នកទទួលជោគជ័យនៅក្នុងរឿងដែលអ្នកត្រូវការផងដែរគិតធំអ្នកនឹងមានជីវិតអស្ចារ្យឡើងអ្នកនឹងមានជីវិតអស្ចារ្យផ្នែកសេចក្តីសុខអ្នកនឹងមានជីវិតអស្ចារ្យផ្នែកភាពជោគជ័យនៅក្នុងទូនាទីការងារជោគជ័យនៅក្នុងផ្នែកចំណូលធំធេងនៅក្នុងផ្នែកមិត្តភ័ក្តិនិងធំនៅក្នុងការដែលបានទទួលស្គាល់និងលើកតម្កើងគ្រប់គ្រាន់ហើយសម្រាប់ពាក្យសន្យាចាប់ផ្ដើមឥឡូវនេះនាទីនេះនឹងជួយឲ្យរកឃើញវិធីធ្វើឲ្យគំនិតរបស់អ្នកនឹងកសាងភាពអស្ចារ្យចាប់ផ្ដើមដោយគំនិតរបស់ Disraeli អ្នកប្រាជ្ញដ៏អស្ចារ្យមួយរូបបាននិយាយថាជីវិតនេះមានបរិមាណតិចណាស់